យើងដោះមុននឹងបើកវាយើងត្រូវដោះវាសិនដើម្បីកុំឲ្យវាកាមេរ៉ាវារត់ទេប៉ះជាមួយនឹងក្រោបនេះអាចនឹងខូចកាមេរ៉ាអញ្ចឹងដំបូងឡើយយើងត្រូវដោះក្រោបនឹងចេញហើយបន្ទាប់មកយើងចុចបើកវាយើងចុច2ដងទី1ហើយនិងទី2យើងហូលឲ្យវាយូរបន្តិចប្រហែលជា2សេកិនទី1 1 2 3ចឹងទៅវាចាប់ផ្ដើមដើរកាមេរ៉ាវាចាប់ផ្ដើមដើរនេះវាដើរដំណើរការយើងទុកវាមួយដុំបន្ទាប់មកយើងមកបើកជាមួយនឹង app នេះយើង download ជាមួយនឹងwebsite ក្នុង website យើងវាយ DJI Fly ទៅឬក៏យើងមានกระดาษដែលយើងទិញមកហ្នឹងវាមានកระดาษណែនាំហ្នឹងគេមានលេខកូដគេមាន QR សម្រាប់ scan ដើម្បី download ដែរអញ្ចឹងយើង download អាហ្នឹងបានហើយបន្ទាប់មកយើងចូលវាមកបាទនៅពេលដែលយើងចូលវាមកគឺវាចេញបែបនេះមកចេញបែបហ្នឹងហើយយើងចុចចូលកន្លែងនេះ device នេះ Wi-Fi device បន្ទាប់ Wi-Fi device មកវាចេញបើយើងបើកហើយវាចេញតែមួយទេប៉ុន្តែនេះដោយសារខ្ញុំមាន2ខ្ញុំធ្លាប់ភ្ជាប់ color មួយវាមាននៅ color ហើយបន្ទាប់មកអានេះអាថ្មីនេះអាក្រោមហើយយើងចុចទៅលើវាមកបន្ទាប់មកវាវិលឲ្យយើងមើលវាកំពុង connect បន្ទាប់មកវាឲ្យយើង press button ទៅលើ drone យើងហ្នឹងចំនួន3សេកិន3វិនាទីនេះ1 2 3យើងដកដៃមកវាចាប់ដើម load ឲ្យ connect to device បន្ទាប់មកយើងចុច connect នេះមកបន្ទាប់មកយើង connect បានវាចាប់ដើមឲ្យកាមេរ៉ាយើងនេះឃើញទេកាមេរ៉ាយើងអាចដើរបានអាចមើលបាននេះឃើញកាមេរ៉ាទេចឹងអាចមើលបានកាមេរ៉ាវាដើរនឹងរបៀបភ្ជាប់វាអានេះយើងនៅពេលដែលយើងចង់ចុច start យើងចុចឲ្យវាហើរឲ្យវាហោះនៅលើហ្នឹងយើងចង់ចុចឲ្យវាហោះចុចហោះយើងចុច start ហ្នឹងមកហ្នឹងវាចាប់ផ្ដើមហោះឡើងហើយរបៀបភ្ជាប់មានតែប៉ុណ្្នឹងទេបាទសូមអរគុណហើយបើចង់តាមដានវីដេអូថ្មីបើចង់ដឹងពីរបៀបហោះហើរពីរបៀប function នៅលើនេះផ្សេងទៀតសូមជួយចុច subscribe មួយផងបាទអរគុណច្រើនជម្រាបលា